ទី5ខែសីហាឆ្នាំ2026យើងជួបជុំយុវជនរបស់យើងរៀនអំពីជ័យជំនះលើអរិយសតាំងហើយយើងដឹងថាសតាំងគឺជាមេកុហកសតាំងវាមានអំណាចលើនិស្ស័យសាច់ឈាមរបស់យើងហើយសតាំងគឺជាមេនៃលោកីយ៍នេះហើយសតាំងគឺជាមេនៃអ្នកសម្លាប់អញ្ចឹងអស់អ្នកណាដែលដាច់ចេញពីព្រះហើយមានអំពើបាបគេស្ថិតនៅក្នុងអំណាចរបស់សតាំងប៉ុន្តែអស់អ្នកណាដែលទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទជាព្រះជាបុត្រនៃព្រះនៅក្នុងជីវិតរបស់គេហើយជានឹងដើរតាមទ្រង់គេនឹងក្លាយទៅជាកូនរបស់ព្រះហើយគេបានរួចចេញពីអំណាចរបស់សតាំងវិញដូចជា1យូហានចំពុក1ខ9បានថាបើយើងលន់ទូបាបវិញនោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ហើយសុចរិតប្រយោជន៍បន្ថែមលើនេះទៀតជាយុវជនយើងថ្ងៃនេះរៀនបានច្រើនបន្ថែមទៀតថាពួកគេនឹងមានសេរីភាពពីអំណាចបាបហើយពួកគេនឹងមានសេរីភាពពីទាសកររបស់បាបដោយសារការឆុសចូលទន្ទួអំពើបាបរបស់គេទៅទ្រង់បិទព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានឈ្នះលើសេចក្តីស្លាប់ហើយទ្រង់នឹងប្រទានពរដល់កូនប្រុសស្រីរបស់ទ្រង់ឲ្យមានអំណាចឈ្នះលើសេចក្តីស្លាប់ដូចគ្នាដែរអាមែន